ចំណុចមួយដែលសំខាន់ដែលជាដើមទុននៃជីវិតរបស់យើងណានៅពេលដែលអ្នកទាំងអស់គ្នាចង់ចាប់ផ្ដើមធ្វើអ្វីមួយដែលខ្វះអត់បានគឺការជឿគឺសំខាន់បំផុតបើសិនជាអ្នកទាំងអស់គ្នាជឿថាខ្លួនឯងធ្វើបានទោះបីមនុស្ស99អ្នកអត់ជឿលើអ្នកក៏អ្នកអាចធ្វើបានដែរតែបើសិនជាមនុស្ស99អ្នកជឿលើអ្នកតែអ្នកអត់ជឿលើខ្លួនឯងតែម្នាក់ណាក៏អត់អាចទៅមុខរួចដែរអញ្ចឹងចំណុចដែលសំខាន់អ្នកទាំងអស់គ្នាត្រឡប់មកជឿលើខ្លួនឯងថាខ្លួនឯងធ្វើបានទោះបីអ្នកជួបឧបសគ្គជួបបញ្ហាអីក៏ដោយឬទោះបីបុគ្គល A បុគ្គល B បុគ្គល C និយាយប្រាប់អ្នកថាអ្នកធ្វើមិនបានធ្វើមិនកើតអីក៏ដោយអ្នកកុំជឿដោយសារអីគេដោយសារគ្មានបុគ្គលដែលនិយាយអ្នកថាអ្នកធ្វើមិនបានមកធ្វើជំនួសអ្នកទេហើយទៅមើលជីវិតបុគ្គលដែលធ្វើប្រាប់ថាអូយឯងធ្វើមិនបានទេហើយធ្វើមិនកើតទេឧទាហរណ៍អនឡាញចុះសួរថាអ្នកដែលនិយាយអ្នកហ្នឹងគាត់ធ្វើបានលទ្ធផលនៅគាត់មានលទ្ធផលឲ្យអ្នកឃើញនៅបើអ្នកជឿគាត់ចឹងមិនថាពេលដែលយើងឃើញពេទ្យដែលគាត់រៀនបកាយណាយើងក៏ចង់រៀនពេទ្យពីគាត់មែនអត់យើងឃើញបុគ្គលម្នាក់ដែលរៀនជួសជុលឡានបកាយយើងក៏ចង់រៀនពីគាត់មែនអត់ឃើញបុគ្គលម្នាក់ដែលរៀនបរិញ្ញផ្លូវចិត្តបកាយយើងក៏ចង់រៀនពីគាត់មែនអត់ដោយសារគេដោយសារយើងឃើញគាត់បកាយចុះបុគ្គលដែលនិយាយដាក់អ្នកនេះតែគាត់មានលទ្ធផលអីនៅយល់ទេហើយជីវភាពគ្រួសារគាត់បែបណាទទួលស្គាល់ថាពេលខ្លះគឺគាត់និយាយចង់ឲ្យយើងល្អតែបើសិនជាជីវិតគាត់អត់ល្អយើងស្ដាប់គាត់ក៏យើងបានជីវិតដូចគាត់នឹងឯងអ្នកយល់ទេចឹងមិនថាបើសិនជាអ្នកទាំងអស់គ្នាត្រូវការប្រាថ្នាការបដូរជីវិតជ្រើសរើសបុគ្គលដែលជឿជ្រើសរើសការស្ដាប់យល់ទេស៊ីបើសិនជាអ្នកស្ដាប់បុគ្គលរូបណាជីវិតអ្នកអត់ខុសពីបុគ្គលរូបហ្នឹងទេដោយសារគេបុគ្គលរូបហ្នឹងគឺគាត់នឹងយកបទពិសោធន៍ដែលគាត់ឆ្លងកាត់ណាយកមកចែកម្លែកអ្នកជាពិសេសបទពិសោធន៍ដែលគាត់ធ្លាប់បរាជ័យបទពិសោធន៍ដែលគាត់ធ្លាប់ដួលបទពិសោធន៍ដែលគាត់ធ្លាប់ខាតនឹងឯងអូខេយើងរៀនពីគាត់បានក៏ប៉ុន្តែកុំបញ្ចប់ក្តីសម័យខ្លួនឯងដោយសារមាត់របស់គាត់អ្នកយល់ទេទទួលស្គាល់ថាបំណងគាត់ល្អហើយដែលចង់ខ្លាចយើងដួលចង់ឃើញយើងមានក្តីសុខតែអ្នកដឹងហ៎មេរៀនដែលគាត់ធ្លាប់ដួលហ្នឹងណាយើងអាចរៀនពីគាត់ហើយបន្តដំណើរទៅមុខបន្តបានមួយទៀតអ្នកទាំងអស់គ្នាបើសិនជានៅខាងមុខមានក្តីសម័យរបស់អ្នកណាក៏ប៉ុន្តែត្រូវឆ្លងកាត់ការពិបាកឆ្លងកាត់ការឈឺចាប់ឆ្លងកាត់ការគេហៅថាសັດសាហាវអ្នកត្រូវតែរៀប plan រៀបផែនការត្រឹមត្រូវតែកុំបោះបង់ក្តីសម័យខ្លួនឯងអសោះព្រោះថាក្តីសម័យមួយនឹងអាចផ្លាស់ប្ដូរជីវភាពគ្រួសារអ្នកបានអាចផ្លាស់ប្ដូរសង្គមអ្នកបានអាចផ្លាស់ប្ដូរនៅអ្វីដែលអ្នកចង់បានយល់ទេអ្នកអត់មានឡាននេះអ្នកចង់បានឡានអ្នកយកក្តីសម័យមួយនឹងឲ្យបានអ្នកអត់មានផ្ទះទេអ្នកចង់បានផ្ទះអ្នកយកក្តីសម័យមួយនឹងឲ្យបានព្រោះក្តីសម័យមួយនឹងមិនត្រឹមតែផ្លាស់ប្ដូរជីវិតអ្នកឯងគឺផ្លាស់ប្ដូរមនុស្សជុំវិញខ្លួនអ្នកដែលអ្នកស្រឡាញ់បណ្ដោយអញ្ចឹងតាំងចិត្តឲ្យព្យាយាមដើរទៅមុខបន្តជួបបញ្ហាកន្លែងណាជួសជុលកន្លែងហ្នឹងជួបបញ្ហាកន្លែងណាឆ្នៃខ្លួនឯងកន្លែងហ្នឹងព្រោះថាស្លោអត់ឆ្ងាញ់វាប្រៃពេកថែមគ្រឿងទៅថែមគ្រឿងឬថែមទឹកទៅបើថាផ្អែមពេកថែមគ្រឿងទៅមកពីអត់ត្រូវគ្រឿងហ្នឹងហើយបានវាអត់ឆ្ងាញ់ចង់ឲ្យជីវិតឆ្ងាញ់ថែមគ្រឿងឲ្យល្អដោយក្តីស្រឡាញ់